ពិតណាស់ការធ្វើចលនាខ្លាំងៗភ្លាមៗឬក៏ជាសកម្មភាពដែលធ្ងន់ធ្ងរក្រោយពីញ៉ាំអាហាររួចក៏ជាកត្តាមួយដែលធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារផងដែរដោយសារសារពាង្គកាយរបស់យើងត្រូវបានបញ្ជូនជាមួយចំនួនធំដើម្បីទៅគ្រប់គ្រងការចលនាធ្ងន់របស់យើងនោះឯងដែលធ្វើឲ្យចរន្តឈាមរបស់យើងកាត់បន្ថយរុញទៅក្រពះដើម្បីជួយស្រូបទាញនៅការរំលាយអាហាររបស់យើងផលប៉ះពាល់ពីការធ្វើចលនាខ្លាំងវាអាចធ្វើឲ្យយើងឈឺពោះចុកច្អល់ពេលដែលយើងញ៉ាំបាយហើយទាំងនេះហើយដែលធ្វើឲ្យក្រពះពោះវៀនរបស់យើងបន្ថយសកម្មភាពនៃការបំបែកអាហារនៅក្នុងក្រពះរបស់យើងជាលទ្ធផលធ្វើឲ្យការស្រូបយកសារជាតិចិញ្ចឹមពីក្រពះពោះវៀនរបស់យើងមានការថយចុះសកម្មភាពដែលល្អសម្រាប់ការចូលរួមជួយរំលាយអាហារគឺជាការដើរធម្មតារយៈពេល10ទៅ15នាទីក្រោយពេលយើងហូបអាហាររួចដើម្បីឲ្យក្រពះពោះវៀនរបស់យើងមានសុខភាពល្អក្រោយពីយើងញ៉ាំអាហាររួចបើអ្នកមានទម្លាប់ខាងលើអ្នកគួរជៀសវាងចេញ